ម្សិលមួយថ្ងៃមួយខ្ញុំនិយាយអំពីរឿងផ្ទៃកលាដីរបស់កម្ពុជាផ្ទៃកលាដីរបស់កម្ពុជាដែលយើងតែងតែទន្ទិញចាំមាត់ដែលខ្ញុំរៀនតាំងពីទូចមក181,035 គីឡូម៉ែត្រការ៉េឥឡូវបងប្អូនណាខ្លះចាំមិនហ្នឹងលើកដៃមើល131,035 គីឡូម៉ែត្រការ៉េបាទឥឡូវបងប្អូនណាខ្លះមានធ្លាប់សួរថាតើគេកាល់កលេមិនអាហ្នឹងកាល់កលេត្រូវអត់មានធ្លាប់សួរអត់ទេព្រោះយើងគិតថាអានឹងគឺជាអ្វីដែលយើងរៀនតាំងពីទូចមកវាត្រូវនេះជាព័ត៌មានផ្លូវការដែលយើងបានហើយខ្ញុំបាននិយាយថាផែនកលាដីរបស់យើងដែលវាស់វែងថ្មីនោះ181,436 គីឡូម៉ែត្រការ៉េមិនទាន់ជាផ្លូវការដែលយើងផ្សព្វផ្សាយទេប៉ុន្តែជាការអញ្ចឹងមានបងប្អូនមួយចំនួនគាត់យកទៅផ្សាយអត់មានចេតនាអាក្រក់ទេប៉ុន្តែអ្វីជាការបញ្យល់ខ្ញុំមើលបងប្អូនចំនួនក៏បញ្យល់ប្រហែលជាអត់គ្រប់ជ្រុងជ្រោយសំណួរមានធ្លាប់សួរទេវាស់កលាសំបីតែវាស់កន្លែងនេះជួនកាលចេញការ៉េអត់ច្បាស់ផងបើយើងវាស់គុណនឹងលើกระดาษត្រង់ចតកោណត្រីកោណអានឹងស្រួលគុណទេតែដល់វាស់ព្រំដីឥឡូវខ្ញុំសួរខាងវាស់វែងដីធ្លីអាចចេញអិលម៉ាបនេះហើយនឹងព្រំដីដែលវាស់តាមពីមុនមានលំអៀងអត់គាត់ថាលំអៀងបកគោលអត់ទេព្រំដីនៅដដែលប៉ុន្តែលំអៀងដីខ្លះលំអៀងពី3ការ៉េបើដីតូចបើដីនឹង 4-5 ហិកតាចង្ការលំអៀង200ការ៉េព្រោះដោយសារបច្ចេកទេសវាស់ដីដដែលអីដដែលពីមុនគេវាស់ដៃគេយកម៉ែត្រទៅវាស់ទាញព្រំហើយយកកាល់កាឡេជាប៊ិចគុណលេខបូកចេញទៅវាចេញដល់ឥឡូវបច្ចេកវិទ្យាគេយកម៉ាស៊ីនវាស់ចេញជាមាន GPS តែម្ដងដល់ដាក់ទៅការ៉េវាខុសខ្ញុំសួរថាវាស់ដី5ហិកតាអាចខុសគ្នាប្រហែលគាត់ថាកន្លែងខ្លះខុសគ្នាដល់រាប់រយម៉ែត្រការ៉េបើដីនឹងកាន់តែធំចូល100ហិកតាវាស់អាចចូលគ្រប់លំអៀងគ្នាចូល1000ម៉ែត្រការ៉េតែព្រំដីនៅលើដីអត់ខុសទេម្ចាស់គេអត់តវ៉ាដោយសារបច្ចេកវិទ្យាថ្មីគេទុកចិត្តឲ្យខ្ញុំសួរថាបងប្អូនតវ៉ាអត់គាត់ថាគាត់ទុកចិត្តម៉ាស៊ីនជាងទុកចិត្តវាស់ដៃអញ្ចឹងបានមិនសូវតវ៉ារឿងផ្ទៃដីកលាប្រទេសរបស់យើងខ្ញុំសូមជំរាបចេះមានសួរទេអ្នកខ្លះគេយកទៅចំអកថាខ្ញុំភូតអ្នកខ្លះគេថាបណ្ដាប្រទេសជិតខាងល្ងងឲ្យដីយើង400 គីឡូម៉ែត្រការ៉េខ្ញុំបានបញ្ជាក់ថ្ងៃនោះដែរប្រហែលជាបញ្ជាក់មិនគ្រប់រឿងគឺលំអៀងនៃការគណនាហើយរូបមន្តនេះមិនមែនតែប្រទេសខ្មែរទេប្រទេសនៅលើពិភពលោកច្រើនដែលដូរគេហៅដូរទិន្នន័យផ្ទៃដីរបស់ខ្លួនអ្នកខ្លះដូរមានកត្តា3អ្នកខ្លះកតោដោយការប្រែប្រួលស្ថានដីជាក់ស្ដែងដូចសិង្ហបុរីអញ្ចឹងកាលពីឯករាជ្យគាត់ត្រឹមតែ500 គីឡូម៉ែត្រការ៉េឥឡូវគាត់យកដីទៅចាក់បន្ថែមគាត់ឡើង700 គីឡូម៉ែត្រការ៉េកន្លែងខ្លះបញ្ចប់ចរចាព្រំដែនគេមានកន្លែងខ្លះគឺដូរតួលេខលើដែលគេតម្កល់ជាផ្លូវការនោះដោយសារប្រព័ន្ធនៃការគណនាអត់មានដូរអីលើដីទេប៉ុន្តែប្រព័ន្ធនៃការគណនានៅកម្ពុជារបស់យើង181,035 គីឡូម៉ែត្រការ៉េតើទិន្នន័យនេះបានតាំងពីពេលណាហើយបានយ៉ាងម៉េចខ្ញុំឆែកជាមួយនឹងគណៈលេខាធិការឋានកិច្ចការព្រំដែនអ្នកបច្ចេកទេសគឺជាង100ឆ្នាំមុនបារាំងយកតួលេខនេះដែលក្រោយពីកំណត់ព្រំដែនជាមួយប្រទេសជិតខាងហើយកំណត់ព្រំដែននេះអត់ទាំងអស់ទៀតព្រំដែនយើងបន្សល់ទុកជាមួយកូសាំងស៊ីន124បកគោលហើយពីចន្លោះពីកញ្ចេះឡើងទៅមួយអាណាមកមានបកគោលទេជាមួយឡាវព្រំដែនយើងប្រមាណ100 គីឡូមានបកគោលធំតែមួយគត់
ហើយជាមួយថៃយើងមាន74បកគោលអញ្ចឹងគឺការកំណត់នេះគឺក្រោយពីយើងបោះអានឹងបឋមបារាំងគាត់ធ្វើម៉េចគាត់វាស់ចេញជំនាន់នោះអត់មាន GPS អត់មានអីដូចយើងទេក្រុមភូមិសាស្ត្ររបស់គាត់ជិះថ្មីផងជិះសេះផងហើយអស់ខ្សែពួរវាស់អស់ម៉ែត្រវាស់អញ្ចឹងគាត់យកអាវាស់ព្រំប្រទល់វាស់ផ្ទៃកាឡារបស់ភូមិនីមួយឃុំមួយបូកចូលគ្នាហើយយើងដឹងហើយបងប្អូនវាស់គ្រាន់តែដីយើងអត់ស្មើការ៉េអត់ស្មើអីហ្នឹងពិបាកវាស់លំអៀងគ្នាតម្រាំតែនេះទៀតអញ្ចឹងអាហ្នឹងនៅក្នុងកន្លែងភូមិដល់នៅក្នុងមួយកន្លែងច្រើនអត់មានមនុស្សនៅគាត់សន្និដ្ឋានយកតែម្ដងផ្អែកទៅលើការគិតគូសវាលើกระดาษហើយកាល់កូលេចេញ 181,035 គីឡូម៉ែត្រការ៉េអញ្ចឹងបងប្អូនអ្នកសារព័ត៌មានឆ្ងល់ថាចុះអា 181,436 គីឡូម៉ែត្រការ៉េនឹងបានមកពីណាគឺនៅឆ្នាំ 2012 ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិរបស់យើងបានយកកម្មវិធីរបស់អាមេរិកមួយក្រុមហ៊ុនរបស់អាមេរិកមួយកម្មវិធីរបស់គាត់នឹងគឺហៅ ArcGIS អាហ្នឹងគឺយកមកវាស់ចុចព្រំប្រទល់កម្ពុជាវៀតណាមដែលយើងប្រើទិន្នន័យខ្សែព្រំដែនដែលឯកភាពគ្នាអាកន្លែងដែលឯកភាពគ្នាទី2ខ្សែព្រំដែនកម្ពុជាឡាវហើយដែលបានឯកភាពគ្នានោះហើយប្រើប្រាស់ទិន្នន័យ1លើ 10,000 ហើយកម្ពុជាថៃយើងប្រើទិន្នន័យ1លើ 20,000 អញ្ចឹងប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់អញ្ចឹងកាល់កូលេមកដល់នេះឃើញ 181,436 គីឡូម៉ែត្រការ៉េនេះគឺជាលំអៀងអញ្ចឹងសំណួរសួរវិញថាតើបារាំងជិះថ្មីវាស់សុក្រិតជាងយើងវាស់ដោយប្រើ GPS ឬទេអានឹងសំណួរទុកឲ្យបច្ចេកទេសឆ្លើយចោះតែនេះគឺជាការពិតមិនមែនយើងទៅយកបោះពីណា 400 គីឡូម៉ែត្រការ៉េទៅគឺកើតឡើងពីការលំអៀងនេះហើយជាមូលដ្ឋានគឺកត្តាបច្ចេកទេសហើយមិនមែនខ្ញុំអ្នកនិយាយទេគឺការងារក្រុមបច្ចេកទេសរបស់យើងនៃព្រំដែនដែលទទួលខុសត្រូវលើការកំណត់ព្រំដែនហើយប្រើបច្ចេកវិទ្យាកម្រិតអន្តរជាតិគឺផែនទីស្តង់ដារអន្តរជាតិដែលយើងមានចឹងសូមបញ្ជាក់បាទមិនមែនទៅលួចដីពីណាបាន 400 គីឡូម៉ែត្រការ៉េទេបាទហើយក៏មិនបានទៅភូតបង្កើតបញ្ហានេះដែរខ្ញុំសូមបញ្ជាក់ថា 181,436 គីឡូម៉ែត្រនេះគឺមិនទាន់បូកបញ្ចូលផ្ទៃដីកោះយើងទេនៅដែនសមុទ្រនោះទេយើងមានកោះទាំងតូចទាំងធំ71កោះទៀតទិន្នន័យនេះយើងមិនទាន់បញ្ចូលទេហើយមិនមែនខ្ញុំនិយាយចេះតែប្រឌិតទេគឺមានតល័យកពីសេនាធិការជំនាញរបស់រាជរដ្ឋាភិបាលគឺរដ្ឋលេខាធិការដ្ឋានគណៈកម្មការព្រំដែនរបស់យើងដែលមានអ្នកជំនាញបច្ចេកទេសធ្វើការនៅទីនោះហើយកំណត់យកផែនទីច្បាស់លាស់មិនមែនផែនទី Google អីទេគឺផែនទីដែលយើងឯកភាពគ្នាប្រើជាមួយប្រទេសជិតខាងដែលផ្លូវការហើយនេះហើយដែលខ្ញុំសូមបញ្ជាក់ជំរាបជូនបងប្អូនជនរួមជាតិក៏ដូចជាបងប្អូនអ្នកសារព័ត៌មានទាំងអស់នេះពួកខ្ញុំឃើញការផ្សាយមានការផុសផុលការចាប់អារម្មណ៍អ្វីក៏ដោយឲ្យតែពាក់ព័ន្ធជាមួយទឹកដីយើងត្រូវទទួលខុសត្រូវអ្វីដែលយើងត្រូវធានាខុសត្រូវចំពោះមុខប្រជាពលរដ្ឋរួមទាំងទិន្នន័យដែលយើងបញ្ចេញសិតតែមានភាពច្បាស់លាស់ហើយសូមបងប្អូនជឿចោះហើយនេះគឺជាមូលហេតុដែលផ្ទៃកាឡាដែលខ្ញុំនិយាយថ្ងៃមុន 181,436 គីឡូម៉ែត្រការ៉េនេះគឺជាផែនទីទោះបីជាមិនផ្លូវការក៏ដោយប៉ុន្តែការគិតគូរប្រើបច្ចេកទេសនេះហើយដែលយើងបានខ្ពស់ជាងពីមុនបាទនេះគឺសូមបញ្ជាក់ប៉ុណ្ណេះបាទ